បាទសួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបប៊ូសលក់ផលិតផលនៅលើ Facebook ខ្ញុំសូមបញ្ជាក់បងប្អូនគឺយើងប៊ូសលក់តែម្ដងមិនមែនប៊ូសផ្សព្វផ្សាយធម្មតាទេគឺយើងប៊ូសរកភ្ញៀវទិញអីវ៉ាន់យើងតែហ្មងអញ្ចឹងរឿងដំបូងមួយគឺបងប្អូនត្រូវតែជា admin នៅលើ page ណាមួយដែលបងប្អូនចង់ប៊ូសលក់ខ្ញុំអនុវត្តនៅលើ page ភ្ញៀវរបស់ខ្ញុំម្នាក់ page នេះគឺខ្ញុំកាន់ឲ្យគាត់ហើយខ្ញុំត្រូវប៊ូសឲ្យគាត់ផងដែរអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែម្ដងដើម្បីប៊ូសលក់ទី1បងប្អូនជាម្ចាស់ page បងប្អូនត្រូវរៀបចំរូបភាពអំពីផលិតផលដែលបងប្អូនប្រុងលក់បន្ទាប់មកបងប្អូនរៀបចំ caption បងប្អូនអាចផុសក្នុង computer ក៏បានផុសពីក្នុងទូរស័ព្ទដៃក៏បានដែរប៉ុន្តែការប៊ូសបងប្អូនត្រូវអនុវត្តនៅលើ computer ដោយសារនៅលើ computer វាមានមុខងារមួយចំនួនដែលទូរស័ព្ទអត់មានហើយប៊ូសលើ computer វាមានប្រសិទ្ធភាពជាងការប៊ូសនៅលើទូរស័ព្ទដៃអញ្ចឹងបងប្អូនត្រូវរៀបចំឲ្យហើយមករូបភាពឲ្យងាយមើលច្បាស់ហើយរាយរាប់អំពី caption របស់យើងមកបងប្អូនធ្វើតាម style របស់បងប្អូនទៅអញ្ចឹងណាប៉ុន្តែខ្ញុំចង់និយាយបន្តិចទាក់ទងទៅនឹង caption គឺបងប្អូនត្រូវនិយាយស្អីបន្តិចទាក់ទងទៅនឹងផលិតផលរបស់បងប្អូនណាជាការរំលេចពាក្យកន្លឹះដើម្បីឲ្យការប៊ូសរបស់យើងនឹងវាដើរចំអតិថិជនគោលដៅដោយសារ AI របស់Facebook វាចាប់រូបភាពវាចាប់ពាក្យកន្លឹះមួយចំនួនដែលយើងប្រើនៅលើ caption នឹងឯងអញ្ចឹងបងប្អូនរាយរាប់មិនចំផលិតផលអាហ្នឹងវាដើរក៏មិនសូវមានប្រសិទ្ធភាពដែរអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវរៀបចំរូបភាពឲ្យច្បាស់ស្អាតងាយមើលរួចហើយដាក់ caption ឲ្យតាក់ទងទៅនឹងផលិតផលរបស់បងប្អូនណាអញ្ចឹងករណីនេះខ្ញុំអនុវត្តនៅលើការប៊ូសលក់កាបូបអញ្ចឹងនៅក្នុង caption គឺខ្ញុំបានរំលេចពាក្យកាបូបមួយអីចឹងទៅហើយ brand របស់កាបូបអីចឹងទៅហើយបញ្ជាក់អំពីលក្ខណៈម៉ូដថ្មីរបស់វាអីចឹងទៅណាហើយលក្ខណៈកលឹះតិចតួចទៀតវាជាលក្ខណៈសំខាន់ដែលធ្វើឲ្យមនុស្សហ្នឹងអានហើយគាត់តាក់ទាញគាត់មើលទៅឃើញថាវាមានភាពគួរឲ្យចាប់អារម្មណ៍ដូចថានេះចំណុចពិសេសរបស់អីវ៉ាន់ហ្នឹងវាមានការប៉ាក់ការអីចឹងទៅអញ្ចឹងចំណុចកលឹះដែលជាគុណសម្បត្តិរបស់ផលិតផលហ្នឹងបងប្អូនលើកមកបន្តិចពី3ម៉ាត់មកនៅលើហ្នឹងមកហើយដាក់ពាក្យធ្វើម៉េចពាក់ព័ន្ធទៅនឹងវិស័យផលិតផលមួយហ្នឹងអញ្ចឹងទៅពេលហ្នឹងគឺការប៊ូសរបស់យើងវាមានសង្ឃឹមខ្ពស់យ៉ាងហ្នឹងណាមកឥឡូវយើងរៀបចំរូបភាពយើងផុសហើយណាឥឡូវខ្ញុំអនុវត្តការប៊ូសទាំងអស់គ្នាដើម្បីប៊ូសបងប្អូនត្រូវចូលទៅក្នុងនៅទីនេះគឺខ្ញុំអនុវត្តទៅលើ Chrome ណាបងប្អូនសំទោសនៅទីនេះគឺខ្ញុំអនុវត្តទៅលើ Firefox ហើយបងប្អូនអាចអនុវត្តលើ Firefox ដូចខ្ញុំក៏បានឬក៏ Chrome ក៏បានអីចឹងណាហើយបងប្អូនចូលមកក្នុង Firefox ឬ Chrome មកបន្ទាប់មកបងប្អូនទៅ Ad Manager នេះទីនេះគឺខ្ញុំបាន pin Ad Manager ទុកនៅខាងលើគ្រាន់តែចូលមកខ្ញុំចុចយកតែហ្មងករណីបងប្អូនថ្មីបងប្អូនអត់ដឹងចូលមក Ad Manager តាមណាខ្ញុំបង្ហាញគឺបងប្អូនចូលមកក្នុង Firefox ឬ Chrome មកនៅក្នុងប្រអប់ search បងប្អូនវាយពាក្យ ADS Manager ADS Manager មកបងប្អូន scroll មកក្រោមតិចមកបើអត់ឃើញបងប្អូនថែមពាក្យ Facebook មួយទៀតមកណានេះបងប្អូន scroll មករក website Facebook មកបន្ទាប់មករកមើលពាក្យ ADS Manager Meta for Business នេះបងប្អូនចុចកន្លែងហ្នឹងមកសម្រាប់បងប្អូនដែលធ្លាប់ចេញចូលហើយគឺវាចេញទម្រង់បែបនេះឲ្យបងប្អូនចុចឆ្លងទៅប៉ុន្តែបងប្អូនដែលមិនធ្លាប់ចូលដល់កន្លែងហ្នឹងសោះពេលដែលមកដល់កន្លែងហ្នឹងគឺបងប្អូនវាទាមទារឲ្យ log account admin ចូលហើយកន្លែងហ្នឹងបងប្អូនវាយ Gmail និង password account ចូលធម្មតាទៅហើយចុច go to ad manager ទៅវានឹងឆ្លងទៅកន្លែងមិញហ្នឹងហើយនេះវាឆ្លងមកហើយណាឃើញទេអ៊ីនធឺណិតរឿងយឺនតិចវាឆ្លងមកដល់កន្លែងនេះហើយបន្ទាប់មកយើងចុចកន្លែង campaign នេះមកនេះចុចកន្លែង campaign មកគឺវាចេញទម្រង់ដូចការបង្ហាញរបស់ខ្ញុំមិញហ្នឹងហើយនេះគឺទម្រង់មួយហ្នឹងបងប្អូននេះអ្វីដែលខ្ញុំបានបង្ហាញមិញគឺនេះអញ្ចឹងចូលមកដូចគ្នាណាឥឡូវខ្ញុំលុបមួយវិញចោលគឺយើងអនុវត្តនៅទីនេះអូខេហើយរបៀបភ្ជាប់កាតគឺខ្ញុំបានចេញវីដេអូមុនហើយណាបងប្អូនរបៀបភ្ជាប់កាតទូទាត់លុយជាមួយ Facebook ណាអញ្ចឹងបងប្អូនអត់ចេះទេបងប្អូនចូលទៅមើលវីដេអូខ្ញុំនៅក្នុង channel ទៅហើយបងប្អូនចុច subscribe channel ទៅដើម្បីតាមដានការអាប់ដេតថ្មីៗរបស់ខ្ញុំទាក់ទងទៅនឹងការប៊ូសលក់ផលិតផលទាំង TikTok ទាំង Facebook អញ្ចឹងមកដល់កន្លែងនេះភ្លាមគឺយើងចាប់ផ្ដើមប៊ូសផុសដែលយើងប្រុងប៊ូសមិញណាមកដល់កន្លែងនេះបងប្អូនត្រូវ create ចុចពាក្យ create campaign មកបន្ទាប់មកវាចេញ
objective campaign ច្រើនប្រភេទវាមាន awareness traffic engagement leads ad promotion sale ខ្ញុំអត់ចង់និយាយអីច្រើនទេគឺខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនអំពីរបៀប boost រកភ្ញៀវទិញយើងក្នុង page ហ្មងគឺបងប្អូនត្រូវយកអានេះ engagement ចុចលើវាមកហើយបងប្អូនចុច continue មកអូខេមកដល់កន្លែងនេះវាឲ្យយើងរើសប្រភេទ campaign set up ពីរប្រភេទនេះវាមានលក្ខណៈខុសគ្នាបន្តិចបងប្អូនខុសគ្នាត្រង់ថាបើយើងចង់ឲ្យ page របស់យើងវារាវដើររកប្រភេទមនុស្សដែលចូលចិត្តដែលពាក់ព័ន្ធនឹងផលិតផលរបស់យើងណាហើយរួចហើយយើងអត់ចេះកំណត់ច្រើនយើងអត់ដឹងថាតើគួរកំណត់បែបណាខ្លះអញ្ចឹងគឺយើងយក option ទី1មកថាតើឲ្យពាណិជ្ជកម្មឬក៏ផលិតផលរបស់យើងនឹងវាចេញទៅតំបន់ណាខ្លះណាយើងអត់ដឹងថាគួរជ្រើសរើសយ៉ាងម៉េចយើងពឹង AI របស់ Facebook ទាំងស្រុងតែហ្មងណាកន្លែងហ្នឹងគឺបងប្អូនយកអា recommend ទី1នេះមកអញ្ចឹងការប៊ូសដំបូងខ្ញុំ recommend ឲ្យបងប្អូនយកអាហ្នឹងដែរអញ្ចឹងណាប៉ុន្តែករណីខ្ញុំនេះខ្ញុំចេះកំណត់ដល់ពេលខ្ញុំចេះកំណត់ខ្ញុំចង់បិទកន្លែងមួយចំនួនអីគឺខ្ញុំយកអានេះវាមានលក្ខណៈស្តៀងគ្នាបន្តិចទេប៉ុន្តែឥឡូវនេះដើម្បីឲ្យបងប្អូនងាយស្រួលគឺខ្ញុំកំណត់អានេះយកអានេះតម្រូវបងប្អូនការពិតបើខ្ញុំប៊ូសខ្ញុំយកអានេះទេប៉ុន្តែខ្ញុំចង់ចែករំលែកទៅបងប្អូនគឺខ្ញុំចុចឲ្យ automatic ឲ្យបងប្អូនចុចយកកន្លែងហ្នឹងតាមខ្ញុំមកហើយបងប្អូនតាមដានវីដេអូខ្ញុំក្រោយៗទៅមកដល់កន្លែងហ្នឹងនៅពេលដែលខ្ញុំយកអានេះខ្ញុំកំណត់មិនខ្មិចណាបងប្អូនចាំតាមដានវីដេអូក្រោយទៀតបងប្អូននឹងមានចំណេះដឹងបន្ថែមអំពីវាខ្ញុំមិនមែនជាអ្នកជំនាញអីជ្រៅជ្រះទេក៏ប៉ុន្តែសម្រាប់បងប្អូនដែលមិនចេះមិនធ្លាប់បងប្អូនអាចមើលវីដេអូរបស់ខ្ញុំបានជាការចែករំលែកអាចនិយាយបានថាបាន50ទៅ60%ចុះហើយបងប្អូនអាចរកអ្នកជំនាញបន្ថែមទៅបើបងប្អូនចង់លម្អិតណាអញ្ចឹងនៅទីនេះបងប្អូនយកអាហ្នឹងមកហើយបងប្អូនចុច continue នេះមកនេះ continue ហ្នឹងមកដល់កន្លែងនេះវាមានប្រភេទ set up ហ្នឹងវា3អញ្ចឹងឥឡូវយើងកំពុងតែ set អាទី1នេះអាទី1នេះគឺយើង set មកនេះកន្លែងនេះគេឲ្យយើង rename campaign តើ campaign យើងដាក់ឈ្មោះអីហើយដោយសារខ្ញុំកាន់ page ច្រើនឲ្យភ្ញៀវអញ្ចឹង campaign នីមួយៗខ្ញុំត្រូវកំណត់ឈ្មោះដើម្បីស្រួលសម្គាល់ខ្ញុំអាចមកដល់កន្លែងហ្នឹងអត់ចេះដាក់ឈ្មោះបានទេខ្ញុំត្រូវតែដាក់ឈ្មោះអញ្ចឹងណាអញ្ចឹងករណីមិញហ្នឹងគឺខ្ញុំ boost នៅលើ page girl backpack បន្ទាប់មកប្រភេទអីវ៉ាន់ដែលខ្ញុំ boost មិញហ្នឹងគឺ brand 3បាវហើយជាប្រភេទកាបូប messenger bag អូខេហើយខ្ញុំ copy វាមក campaign ទាំង3នេះបងប្អូនណាកន្លែងដែលយើង set ទាំង3នេះណាយើងត្រូវដាក់ឈ្មោះដូចគ្នាទៅអញ្ចឹងយើង copy ឈ្មោះវាទុកឲ្យហើយទៅហើយយើង scroll មកក្រោមទៀតត្រឹមកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំអត់ចង់បង្ហាញពួកអស់នេះទៀតទេវាអត់ទាន់ចាំបាច់សម្រាប់បងប្អូនទេប៉ុន្តែថ្ងៃក្រោយនៅពេលខ្ញុំចេញវីដេអូមូលដ្ឋានហ្នឹងបានច្រើនបន្តិចខ្ញុំនឹងនិយាយតំបន់អស់នេះប៉ុន្តែឥឡូវនេះបងប្អូនមិនបាច់ care វាក៏បានដែរសម្រាប់បងប្អូនថ្មីបងប្អូនទៅមុខទៀតទៅចុច next មកអូខេគឺយើងចូលដល់អាទី2នេះមែនអត់អូខេចូលដល់អាទី2នេះបន្ទាប់មកកន្លែង add set name នេះគឺយើង copy paste យើងដាក់អាឈ្មោះដែលយើង copy មិញដូចគ្នាមកអា3ធ្វើម៉េចដូចគ្នាមកស្រួលសម្គាល់អញ្ចឹងណាអូសមកក្រោមទៀតមកយើងជ្រើសរើស page Facebook page ដោយសារយើងមាន page ច្រើនគឺយើងបងប្អូនត្រូវ select page ឡើងនេះមកជួនកាលបងប្អូនមាន page តែមួយវាចេញមកអូតូណាប៉ុន្តែបងប្អូនមាន page 4 10ឬ3 4 5បងប្អូនត្រូវប្រយ័ត្នកន្លែងនេះមែនតើណាគឺយើង boost នៅលើ page ហ្នឹងណាហើយបើឃើញថា page ហ្នឹងខុសទេបងប្អូនត្រូវ select កន្លែង big នេះចុចវាហើយទៅរៀបរក page ដែលបងប្អូនត្រូវ boost ទៅពីព្រោះយើងត្រូវ boost ផុសនៅក្នុង page ហ្នឹងមែនអត់តែយើងអត់រើស page ទេអត់យើងរកផុសហ្នឹងអត់ឃើញទេអញ្ចឹងណាអញ្ចឹងអានេះខ្ញុំត្រឹមត្រូវហើយគឺខ្ញុំអនុវត្តលើ page ហ្នឹងញឹកញាប់អញ្ចឹងវាចេញមកវា recommend automatic យើង scroll មកក្រោមទៀតមកចំណុចនេះបងប្អូនមិនខ្វល់ទេណាមិនខ្វល់ទេថ្ងៃក្រោយចាំខ្ញុំលម្អិតក៏បានដែរទៅមុខទៀតអូខេមកដល់កន្លែងបាត់ចិត្តគឺកម្រិតថវិការបស់យើងដែលយើងប្រុងដាក់អាកន្លែងនេះវាដាក់ពាក្យថា daily budget មានន័យថាយើងចំណាយ budget ប្រចាំថ្ងៃចំណាយលុយចាំថ្ងៃហ្មងហើយជំរើសមួយទៀតគឺ lifetime budget មានន័យថាយើងចង់ boost ក្នុងកម្រិតពេលណាមួយមានន័យថាឧទាហរណ៍ថាបងប្អូនមានផលិតផលមួយបងប្អូនចង់ boost វាមួយខែអញ្ចឹងបងប្អូនរើស lifetime មកហើយយើងកំណត់ទីនេះឲ្យគ្រប់មួយខែមកបន្ទាប់មកកំណត់រយៈពេលមួយខែហ្នឹងចាយលុយប្រហែលនៅទីនេះអញ្ចឹងតែករណីខ្ញុំគឺខ្ញុំយក daily មានន័យថាខ្ញុំចង់ចាយក្នុងមួយថ្ងៃ
ខ្ញុំចង់ចាយក្នុងមួយថ្ងៃហើយមួយថ្ងៃប៉ុន្មានទីនេះវា recommend 20 រៀលខ្ញុំអត់ចង់ចាយដល់មួយថ្ងៃ20រៀលទេខ្ញុំកែវាខ្ញុំដាក់ថា6រៀលអញ្ចឹងតែឥឡូវខ្ញុំបញ្ជាក់បងប្អូនកន្លែងហ្នឹងម្ដងទៀតបងប្អូនខ្ញុំខ្លាចបងប្អូនច្រឡំកន្លែងនេះវាមាន2 option វាមាន daily budget ហើយនិង lifetime budget daily budget វាមានន័យថាបើយើងជ្រើសយក daily កន្លែងនេះយើងដាក់លុយប្រមាណវានឹងកាត់មួយថ្ងៃប៉ុណ្ណឹងតើណាបងប្អូនប៉ុន្តែបើយើងយក lifetime យើងដាក់លុយនេះប្រមាណមានន័យថារយៈពេលដែលយើងកំណត់ណាមួយវានឹងកាត់លុយចំនួនប៉ុណ្ណឹងឧទាហរណ៍ថាបងប្អូនចង់ប៊ូស5ថ្ងៃរួចហើយបងប្អូនដាក់$50អញ្ចឹងវានឹងដើររយៈពេល5ថ្ងៃហើយវានឹងកាត់អស់50រៀលបូកនឹងពន្ធអីចឹងទៅអានេះវាលុតក្រហមដោយសារអីពេលវេលានេះមួយខែអញ្ចឹងវាអត់ត្រូវយើងពង្រួញពេលវេលាមកគឺបានហើយឥឡូវខ្ញុំបង្ហាញកុំឲ្យវាចេញក្រហមអានេះខែប៉ុន្មានបងប្អូនខែជូន2025អានេះខែជូនដូចគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំយក5ថ្ងៃយកឧទាហរណ៍អូខេអូអានេះជូឡាយខ្ញុំងាកមកជូនវិញនេះឧទាហរណ៍ថាថ្ងៃ5ថ្ងៃយកឧទាហរណ៍នេះវាឡើងចេញក្រហមហ្នឹងបងប្អូនមានន័យថាក្នុងខែជូនពីថ្ងៃទី1រហូតដល់ថ្ងៃទី6គឺរយៈពេល5ថ្ងៃហ្នឹងគឺមួយថ្ងៃ10រៀល$50អញ្ចឹងតែវាឡើងចេញក្រហមហើយប៉ុន្តែករណីដែលខ្ញុំប៊ូសឲ្យភ្ញៀវរបស់ខ្ញុំនេះគឺខ្ញុំប៊ូស daily ដោយសារអីគាត់មានអីវ៉ាន់ច្រើនហើយគាត់ត្រូវការប៊ូសអីវ៉ាន់ឲ្យអស់បានគាត់បិទ campaign របស់មួយហ្នឹងណាអញ្ចឹងគាត់យក daily អញ្ចឹងណាយក daily ខ្ញុំដាក់ daily ឲ្យគាត់ហើយ6រៀលក្នុងមួយថ្ងៃអញ្ចឹងណាឬក៏បងប្អូនចង់ដាក់7រៀលអញ្ចឹងទៅចាទីនេះខ្ញុំដាក់6រៀលហើយដល់ពេលដែលយើងយក daily ដាក់6រៀលកន្លែងនេះគឺយើងមិនបាច់កំណត់ថ្ងៃទេហេតុអីពីព្រោះវាកាត់ប្រចាំថ្ងៃហើយបងប្អូនត្រូវដោះ tick នេះចេញចំហវាចោលណាមានន័យថាប៊ូសភ្លាមឲ្យវាដើររហូតឡើយនេះណាប៉ុន្តែបងប្អូនសិត earn and date មានន័យថាយើងកំណត់ឲ្យវាឈប់នៅថ្ងៃណាមួយតែករណីនេះភ្ញៀវគាត់ចង់ឈប់ទេគាត់ចង់អស់ stock បានគាត់បិទ campaign ហ្នឹងហ្មងអញ្ចឹងកន្លែងនេះខ្ញុំដោះចេញន័យវាគឺបែបហ្នឹងបងប្អូនកន្លែងហ្នឹងបងប្អូនព្យាយាមយល់ឲ្យបានបន្តិចកន្លែងហ្នឹងណាមានន័យថាមួយថ្ងៃ6រៀលប៊ូសជារៀងរាល់ថ្ងៃរហូតដល់ឲ្យបានអស់ stock បានគាត់ឲ្យបិទអាហ្នឹងអញ្ចឹងណាហើយ6រៀលហ្នឹងមិនមែនមានន័យថាកាត់មួយថ្ងៃ6រៀលទៀតវាមានថ្ងៃខ្លះមានឱកាសលក់ខ្លាំងវាអាចកាត់ដល់មួយថ្ងៃ10រៀលហើយថ្ងៃណាលក់មិនសូវបានមិនសូវមានភ្ញៀវវាអាចកាត់ក្រោម6រៀលអញ្ចឹងទៅប៉ុន្តែក្នុងមួយសប្តាហ៍គឺវាកាត់អស់តែ$40ជាងទេអញ្ចឹងណាបូកនឹងពន្ធតាមជាក់ស្ដែងអញ្ចឹងឥឡូវកំណត់ហើយនេះ daily budget រួចហើយយក$6ក្នុងមួយថ្ងៃអូខេទៅមុខទៀតនៅទីនេះគឺ Cambodia ហើយភ្ញៀវគាត់ផ្ដោតលើភ្នំពេញដោយសារភ្ញៀវរបស់គាត់ភាគច្រើននៅភ្នំពេញអូខេគាត់បាយយកភ្នំពេញយើងទៅសេពីភ្នំពេញកន្លែងនេះមកនេះភ្នំពេញវាមាន2ទៀតវាមាន city វាមាន state ហើយភ្ញៀវរបស់គាត់ចង់ផ្ដោតទៅលើ state ហ្នឹងហ្មងនៅទីនេះខ្ញុំយក state មានន័យថាយកក្តោបក្រុងភ្នំពេញតែហ្មងបើ city មានន័យថាវាអាចទៅដល់ជាយក្រុងភ្នំពេញអញ្ចឹងណាប៉ុន្តែភ្ញៀវរបស់ខ្ញុំគាត់ចង់យក state នេះអញ្ចឹងខ្ញុំ select state មកអូខេគឺវាចេញបែបនេះ state ហើយបងប្អូនមើលខាងក្រោមនេះវាមានប្រអប់មួយហើយវាដាក់ពាក្យថា reach more people likely to respond your ads កន្លែងហ្នឹងមានន័យថាចេះបើយើងដោះ tick ចេញមានន័យថាដើរតែមកកវល់ភ្នំពេញហ្នឹងទេប៉ុន្តែក្នុងករណីមានភ្ញៀវខ្លះនៅតាមខេត្តគាត់ជាអ្នកមានលុយទិញអីវ៉ាន់ហ្នឹងដែរយើងចង់ឲ្យ Facebook ព្យាយាមរាវទៅដល់ពួកទាំងអស់ហ្នឹងដែរអ្នកទាំងអស់ហ្នឹងដែរខៃលោពួកគាត់ទិញណាអ្នកដែលមានសក្តានុពលក្នុងការទិញអីវ៉ាន់ហ្នឹងណាអញ្ចឹងបងប្អូន select យកវាមកនៅទីនេះខ្ញុំ recommend បងប្អូន select មានន័យថាវាដើរជាអត្តភាពនៅទីក្រុងភ្នំពេញនេះក៏ប៉ុន្តែអ្នកព្រៃវែងអ្នកបាត់ដំបងសៀមរាបក៏អាចឃើញដែរក្នុងករណីគាត់កំពុងតែ search រកកាបូបស្ពាយណាអញ្ចឹងបងប្អូន select កន្លែងហ្នឹងមកដើម្បីឲ្យ campaign នេះវាមានទំហំទីធ្លាធំដើម្បីរាវមនុស្សណាអូខេហើយបងប្អូន scroll មកក្រោមទៀតមកដល់កន្លែងនេះគឺ audience suggestion កន្លែង audience suggestion នេះគឺបងប្អូនត្រូវបន្ថែមលក្ខខណ្ឌខ្លះៗដើម្បីឲ្យ ad របស់យើងហ្នឹងវាដើរទៅរកចំគោលដៅតែហ្មងអញ្ចឹងបងប្អូន select លើវាមកនេះកន្លែងនេះគឺអាយុប្រភេទអីវ៉ាន់មិញហ្នឹងបងប្អូនជាទូទៅវាប្រភេទមនុស្សអាយុលើ20ប្រើអ
chẳng khi nhom đọc đọc vậy đọc buồn trên nhom vô thành 20 là chẳng á 20 là ok được chọn cao thứ giờ 21 chẳng taแต่lại tin nó nhầm đạm 20 hai bên dọc áo của bột nắng chưa có bột lạiនេះគឺ page ឯវ៉ាន់មួយនឹងខាងលើមិញគឺសំដៅទៅមនុស្សស្រីប្រើអញ្ចឹងភ្ញៀវគាត់ឲ្យដកមនុស្សប្រុសចេញអញ្ចឹងខ្ញុំយកមនុស្សស្រីសុទ្ធនេះ page អញ្ចឹងវាកំពុងដើរនេះអូខេនេះទំហំ audience ហ្នឹង3ទៅ4លានអញ្ចឹងណាយើង scroll មកក្រោមទៀតកន្លែងនេះ detail targeting អាកន្លែង detail targeting ហ្នឹងបងប្អូនគឺបងប្អូនមានការកំណត់ប្រភេទមនុស្សឲ្យ specific ហ្មងឲ្យចំតែហ្មងប៉ុន្តែអីវ៉ាន់មួយចំនួនដូចករណីកាបូបខាងលើខ្ញុំមិនចង់ដាក់ទេដោយសារអីជួនកាលយើងព្យាយាមដាក់ពេកវាដើរអត់ទៅល្អវិញជាបទពិសោធន៍ណាប៉ុន្តែអីវ៉ាន់ខ្លះត្រូវដាក់អញ្ចឹងហើយបានខ្ញុំនឹងព្យាយាមចេញវីដេអូឲ្យបានច្រើនប្រភេទទំនិញតើទំនិញណាគួរកំណត់អីទំនិញណាគួរកំណត់អីអញ្ចឹងករណីទំនិញខាងលើកាបូបខ្ញុំអត់ចង់កំណត់ច្រើនទេខ្ញុំចង់ប៊ូសទៅស្រីបានហើយអញ្ចឹងណាប៉ុន្តែឧទាហរណ៍តែខ្ញុំប៊ូសតាក់ទងទៅនឹង Bitcoin ឬក៏តាក់ទងទៅនឹងកាក់ Digital ឧទាហរណ៍ណាកន្លែងនេះគឺសំខាន់ណាស់បងប្អូនគឺកាក់ Digital កន្លែងនេះឧទាហរណ៍វាអត់ពាក់ព័ន្ធនឹងស្រីប្រុសទេខ្ញុំនឹងយក all ហើយអញ្ចឹងណារួចហើយកន្លែងនេះខ្ញុំនឹងថែមពាក្យ Bitcoin ឬក៏ Digital Technology ពាក្យសំខាន់ត្រូវតែដាក់មកហើយប៉ុន្តែកាបូបទីផ្សារវាធំទូលាយសឹងថាអាជីវករក៏គាត់ទិញប្រើសិស្សនិស្សិតក៏គាត់ទិញប្រើអញ្ចឹងទៅវាធំទូលាយអញ្ចឹងកន្លែងហ្នឹងខ្ញុំអត់ចង់កំណត់ specific ឲ្យតូចពេកទេខ្ញុំយក women ខ្ញុំយកតែ page ស្រីចប់កន្លែងហ្នឹងណាហើយខ្ញុំពឹង AI Facebook ហ្នឹងរាវរាល់អតិថិជនឲ្យខ្ញុំហ្មងអញ្ចឹងកន្លែងហ្នឹងយើងយក women មកហើយនេះវា estimate ឲ្យយើងនេះវាថាទំហំចាយរបស់យើងក្នុងមួយថ្ងៃហ្នឹងវាអាចមាន5ទៅ10000អ្នកជាងនេះអស់កាត់ engagement អានេះគឺចំនួន account ដែលអាចអស់កាត់ណាក្នុងមួយថ្ងៃណាហើយ conversation អានេះគឺអាចមានមនុស្ស4ទៅជាង10នាក់ផ្ញើសារមកសួរឲ្យបានយើងអញ្ចឹងណាអានេះ system គ្រាន់តែព្យាករទេវាយោងតាមបទពិសោធន៍វាដែលសហការជាមួយម្ចាស់ page ផ្សេងជុំវិញពិភពលោកវាយកអាបទពិសោធន៍ហ្នឹងចេញជាតួលេខនេះគឺយើងចាយប៉ុណ្ណឹងវា estimate ឬព្យាករមកបានប៉ុណ្ណឹងអញ្ចឹងកន្លែងនេះបងប្អូនមិនខ្វល់ពេកទេបងប្អូនអស់មកក្រោមទៀតមកកន្លែងនេះចំហវាទៅអូខេplacement នេះគឺបងប្អូនមិនបាច់ខ្វល់ទេដោយសារយើងមិញយើងពឹង AI Facebook តែមកប៉ុន្តែក្នុងករណីយើងអត់បានពឹង AI ទាំងស្រុងទេយើងចង់កំណត់ឲ្យខ្លួនឯងមួយចំនួនទៀតអញ្ចឹងកន្លែងហ្នឹងវាមានកន្លែងឲ្យយើង edit ប៉ុន្តែករណីនេះ placement បងប្អូនចំហចោលទៅនេះជាការកំណត់ងាយសម្រាប់បងប្អូនថ្មីហើយវីដេអូបន្តខ្ញុំនឹងព្យាយាមលម្អិតឲ្យល្អអន់ជាងនេះអញ្ចឹងណាឥឡូវទៅមុខទៀតអញ្ចឹងកន្លែង set up ទី2នេះយើង set បានប៉ុណ្ណឹងណាអូខេងាយទៅមុខទៀតបងប្អូនចុចពាក្យ next មកគឺយើងចូលដល់អាទី3ម្ដងឃើញទេចូលដល់អាទី3នេះកន្លែង add name នេះគឺបងប្អូនត្រូវលុបវាចេញហើយ paste ឈ្មោះដែលយើងបានកំណត់ថាឲ្យដូចគ្នាមិញទាំង3ណាបងប្អូនអូខេយើងដាក់មកដូចគ្នាមកហើយបងប្អូន scroll ទៅក្រោមទៀតមកអូខេនេះគឺវាបង្ហាញយើងណាយើងបានជ្រើសរើស page មួយនេះដើម្បី boost ហើយនៅទីនេះបងប្អូនរកមើលពាក្យ add setup កន្លែង add setup មានន័យថាតើយើងជ្រើសរើសបង្កើត post បែបណាដើម្បី boost ចេញណាអញ្ចឹងយើងអត់មានបង្កើតថ្មីនៅទីនេះទេគឺយើងត្រូវជ្រើសរើស post មានស្រាប់ក្នុង page អញ្ចឹងបងប្អូន select កន្លែង create add នេះមករួចហើយយកពាក្យ use existing post មានន័យថាយើង boost អា post ដែលមានស្រាប់នៅក្នុង page តែហ្នឹងមានន័យថាអញ្ចឹងណាអញ្ចឹងបងប្អូនចុចកណ្ដាលហ្នឹងមកចុច patch ពេលហ្នឹងវានឹងប្រាប់យើងហើយទៅ select post មួយណានេះវាប្រាប់ពាក្យនេះ add creative នេះគឺយើងចុចពាក្យ select post មកពេលហ្នឹងយើងរាវទៅរក post ដែលយើងចង់ boost មិញគឺយើងចង់ boost អា post មួយនេះអា post មួយនេះត្រូវអត់ post មួយហ្នឹងយើងចង់ boost អាហ្នឹងអញ្ចឹងយើងត្រូវរកអា post មួយហ្នឹងនេះគឺមួយនេះបងប្អូន select លើវាមកហើយចុចពាក្យ continue មកអូខេទៅហើយនេះឃើញទេទៅហើយទីទៀតអានេះបាត់អូខេលេងក្រហមហើយទៅហើយវាចេញតម្រង់ឲ្យយើងមានន័យថាយើង boost នៅលើ page មួយហ្នឹង caption បែបហ្នឹង post វាត្រូវទៅក្នុងគំរូបែបនេះឃើញទេនេះហើយចេញប៊ូតុង message កន្លែងនេះដើម្បីឲ្យភ្ញៀវឬក៏អ្នកចាប់អារម្មណ៍គាត់ចុចផ្ញើសារមកយើងអញ្ចឹងណាអានេះគឺវា
បង្ហាញប្រាប់យើងត្រួសអំពីលក្ខណៈដែលពាណិជ្ជកម្មហ្នឹងចេញលៀនទៅដល់ភ្នែកមនុស្សណាអូខេហើយយើង scroll មកក្រោមទៀតមកនេះគឺយើងជ្រើសរើសយក objective call to action ឬក៏ message គឺកន្លែងនេះគឺមិនត្រូវយកពាក្យ no button ទេណាបងប្អូនត្រូវយកពាក្យ send message នេះកន្លែងនេះគឺវាជាប់ automatic ហើយបងប្អូនដោះ send message ចេញមានន័យថាមនុស្សអត់អាចចុច message យើងចេញពីខាងក្រៅទេគឺគាត់ត្រូវ visit page បាន message យើងបានអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវយកពាក្យ send message នេះមកបានបួសទៅមានប្រសិទ្ធភាពហើយបងប្អូនអូសមកដល់ក្រោមទៀតមកបងប្អូនមើលពាក្យ destination នេះកន្លែង destination ហ្នឹងគឺទីតាំងដែលយើងទទួលភ្ញៀវនោះគឺនៅកន្លែង message ហ្នឹងឯងបងប្អូនហើយកន្លែង message ហ្នឹងគឺអីគឺសន្ទនាគឺគេឆាតមកសន្ទនាមួយយើងណាអញ្ចឹងកន្លែងហ្នឹងវាមាន2 option នេះកន្លែង message template ហ្នឹងវាមាន2 option វាមាន create new ហើយនិង use existing use existing ហ្នឹងមានន័យថាយើងធ្លាប់ create new ប្រហែលដងហើយឬហើយយើង save វាទុកយើងខ្ជិល create ទៀតយើងចុចពាក្យ use existing នេះខ្ញុំវាមាន conversation ស្រាប់ដែលខ្ញុំបានកំណត់ទុកណាប្រភេទអីវ៉ាន់ណាខ្លះដែលខ្ញុំបួសឲ្យភ្ញៀវគឺខ្ញុំបាន save ទុកប៉ុន្តែនៅទីនេះគឺខ្ញុំបង្ហាញបងប្អូនពី0ទៅហ្មងគឺយើង create new កន្លែង create new ដំបូងវាចេញញ៉ៃចេះបងប្អូនអញ្ចឹងបងប្អូន scroll មកក្រោមមកបងប្អូនចុចពាក្យ edit template ដើម្បីបង្ហាញពេលដែលភ្ញៀវ message មកយើងហ្នឹងគួរឃើញស្អីខ្លះគួរចេញតម្រងអីណាបងប្អូនត្រូវកំណត់អាហ្នឹងឲ្យស្អាតទៅអញ្ចឹងបងប្អូនចុចពាក្យ edit template មកអូខេនេះវានឹងបង្ហាញបែបហ្នឹងមកឃើញវាញ៉ៃហ៎អញ្ចឹងខ្ញុំ recommend បងប្អូនធ្វើតាមខ្ញុំណាកន្លែងនេះណាបងប្អូនខ្វែងឈ្មោះភ្ញៀវចេញទៅហើយយើងលុបអង់គ្លេសចេញទៅយើងសរសេរខ្មែរមកសួស្ដីបងអីចឹងណាសួស្ដីបងអូខេហើយយើងលុបអាហ្នឹងចេញយើងសរសេរខ្មែរមកយើងសរសេរថាចាប់អារម្មណ៍បងប្អូនសរសេរអីទៅណាឲ្យខ្លីហើយឲ្យគេងាយអានណាចាប់អារម្មណ៍កាបូបវាសរសេរអញ្ចឹងគេចាប់អារម្មណ៍កាបូបហ្នឹងគាត់អាចឆាតសួរទីនេះអញ្ចឹងណាវាចេញឃើញបងប្អូនចេញតម្រងហ្នឹងហ៎បន្ទាប់មកកន្លែងនេះគឺ includes image មានន័យថាបើយើង tick វានឹងចេញតម្រង image បែបហ្នឹងករណីខ្ញុំគឺខ្ញុំ tick ហើយកន្លែងប៊ូតុងនេះគឺអានេះឃើញទេតែយើងចង់ឲ្យចេញអីវាមាន option ច្រើនវាមាន ask for detail ask for available ask for price អានេះមានន័យថាចង់ដឹងថាវាមាននៅអត់ stock នៅអត់កន្លែងនេះចង់ដឹងព័ត៌មានលម្អិតអំពីកាបូបហ្នឹងកន្លែងនេះ ask for price យល់ទៅខ្ញុំ recommend បងប្អូន ask for price ដើម្បីឲ្យភ្ញៀវចុចទៅវាចេញអញ្ចឹងណាហើយយើងឆ្លើយតម្លៃទៅកាន់ភ្ញៀវអីចឹងទៅខ្ញុំសរសេរបន្ថែមខ្ញុំដាក់តម្លៃហ្មង$17ចាប់អារម្មណ៍មួយណាបងអាចឆាតសួរទីនេះបានអញ្ចឹងណាអូខេហើយនេះស្អីគេ automatic response អាហ្នឹងគឺវាធ្លាក់ទៅសកេសកាដែរអានេះបងប្អូនលុបចោលទៅខ្ញុំ recommend បងប្អូនលុបចោលទៅអាអង់គ្លេសញ៉ៃនឹងខ្មែរយើងភាគច្រើនគាត់មិនសូវទីចាប់អារម្មណ៍អានសំណេរអង់គ្លេសអស់ហ្នឹងទេអញ្ចឹងខ្ញុំ recommend បងប្អូនហ្នឹងលុបចោលទៅសម្អាតវាអស់អា frequency question នេះអាហ្នឹងបងប្អូន select លើវាមកគឺអានេះឯងអញញ៉ៃឃើញទេបងប្អូន select លើវាហើយ scroll មកក្រោមយកពាក្យ none នេះគឺដកវាចោលឲ្យអស់ឃើញទេឃើញបាត់អស់ហើយស្អាតទេចេញតែរូបភាពហើយចេញសំណេរប៉ុណ្ណឹងហើយភ្ញៀវអាចសរសេរសារកន្លែងនេះមកយើងបានអញ្ចឹងណាវាងាយសម្រាប់ភ្ញៀវណាអានេះស្អីគេ follow up message ខ្ញុំ recommend បងប្អូនបិទចោលទៅបិទវាអញ្ចឹងមកហើយកន្លែងនេះ save template មានន័យថាយើងកំណត់អានឹងម្ដងឬហើយយើងដាក់ឈ្មោះវាមកហើយបើយើង tick យកហើយ save មានន័យថាយើងចងចាំអ្វីដែលយើងបាន set up ហ្នឹងពេលហ្នឹងវានឹងបៀមទុកនៅក្នុង system ហ្នឹងហ្មងលើកក្រោយយើងចូលមក boost កាបូបប្រភេទហ្នឹងគឺយើងហត់ឲ្យ select យកបងប្អូនអញ្ចឹងអានេះគឺយើងខ្ញុំ recommend បងប្អូន tick save template មកបន្ទាប់មកកំណត់ឈ្មោះវាមកតើអាប្រភេទដែលយើងបានកំណត់ខាងលើទាំងអស់ហ្នឹងតើឈ្មោះវាអីគេខ្ញុំដាក់3បាបាវ beer គឺប្រភេទកាបូប3បាបាវខ្លាឃ្មុំ conversation គឺសន្ទនានៃប្រភេទ model មួយហ្នឹងហើយខ្ញុំលុបមកនេះខ្ញុំចំណាំហ្មងអាហ្នឹងណាបន្ទាប់មកចុចពាក្យ save ហ្នឹងបងប្អូនពេលដែលយើងចុច save ពឹប
អានេះគឺជារៀងរើដែលយើងបានកំណត់ណាហើយមិនយើង create new ដល់ឥឡូវវាធ្លាក់ទៅ is use existing ហើយមានន័យថាយើងបានកំណត់ហើយយើងយកអាហ្នឹងថ្ងៃក្រោយយើងមកដល់កន្លែងហ្នឹងយើងរើសយកតាមហ្នឹងនេះយើងបានកំណត់វិញវាមានហើយឃើញទេ select យកវាមកអូខេហើយយើង scroll ទៅក្រោមមកអស់ហើយពេលហ្នឹងគឺយើងបានសម្អាតកន្លែងតំបន់ហ្នឹងហើយអស់ហើយផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវឆាតមកយើងអញ្ចឹងណាអស់ហើយបងប្អូនមើលថយក្រោយវិញមកអ្វីដែលយើងបានជ្រើសមានប៉ុណ្ណឹងហើយអាទី2នេះចំណុចសំខាន់បងប្អូនមើលឡើងវិញមក Hello ផ្លិចស្អីមួយដាក់ឈ្មោះវាបានត្រឹមត្រូវរើស page ឲ្យបានត្រឹមត្រូវdaily budget យើងរើសការចំណាយប្រចាំថ្ងៃហើយបងប្អូនគិតតែចង់បដូរចិត្តយក live time យើងយក live time មានន័យថាបុះឲ្យដល់ពេលវេលាកំណត់ណាមួយហើយចាយលុយប្រមាណកំណត់លុយឡើងនេះមកអញ្ចឹងណាអញ្ចឹងអានេះខ្ញុំចាយមួយថ្ងៃ6រៀលឥតឈប់ឈរនៅពេលដែលវាអស់ stock បានបាត់កន្លែងនេះនៃវាអញ្ចឹងណាកន្លែងនេះវាបញ្យល់យើងបន្ថែមគឺវាមានថ្ងៃខ្លះអាចចាយដល់មួយថ្ងៃ10រៀលជាងដោយសារមានឱកាសលក់ចេញមានភ្ញៀវដែលអាច message ច្រើនខុសប្រក្រតីវាកាត់ជាង10រៀលប៉ុន្តែក៏មានថ្ងៃកាត់ក្រោម6រៀលដែរនៅពេលលក់អត់ដាច់អញ្ចឹងណាប៉ុន្តែមួយសប្តាហ៍គឺចាយអស់អតិបរមាគឺពាណិជ្ជបូកនឹងពន្ធតាមជាក់ស្ដែង 10% មកមុខទៀតកន្លែងនេះគឺបងប្អូនត្រូវដោះ tick ចេញ end date នេះក្នុងករណីសិទ្ធបែបខ្ញុំណាត្រូវដោះ tick ចេញហើយការបញ្ចេញវីដេអូក្រោយៗខ្ញុំនឹងបង្ហាញអំពីកន្លែងនេះឲ្យបានច្រើនបែបដើម្បីបងប្អូនងាយស្រួលយល់មកក្រោមទៀតមកអានេះគឺជ្រើសរើសយកទីក្រុងភ្នំពេញប៉ុន្តែក៏បាន tick តំបន់នេះដើម្បីឲ្យភ្ញៀវដើម្បីឲ្យពាណិជ្ជកម្មរបស់យើងហ្នឹងសាចទៅដល់ភ្នែកមួយចំនួននៅតាមខេត្តដែលគាត់មានសក្តានុពលក្នុងការទិញដូចគ្នាអញ្ចឹង tick យកមកក្រោមគឺខ្ញុំយកអាយុពី20ដល់65ឆ្នាំបន្ទាប់មកទៀតកន្លែងនេះគឺខ្ញុំយកមនុស្សស្រីកន្លែង gender ភេទហ្នឹងណាកន្លែងប្រភេទ demographic ឬក៏ចំណាប់អារម្មណ៍របស់មនុស្សភាគច្រើនឬក៏អរិយាប័ត្រទីជនឡើយហ្នឹងគឺខ្ញុំចំហចោលគឺខ្ញុំពឹង AI ក្នុងការរាវរតែម្ដងហើយកន្លែង placement នេះក៏ទុកចោលដូចគ្នាប៉ុណ្្នឹងឯង next មកវិញមកអូខេដល់អាទី3របស់យើងគឺប៉ុណ្ណឹងយើងបានរៀបចំអញ្ចឹងនេះ post របស់យើងចេញតម្រង់បែបហ្នឹងអស់ហើយបងប្អូនចុចពាក្យ publish នេះចុច patch ពេលហ្នឹងគឺ campaign មួយហ្នឹងចាប់ផ្ដើមទៅហើយអូខេខ្វែងកន្លែងអស់នេះតិចមកទាំងអស់វាមាន3 block នេះ block ទី1 block ទី2 block ទី3ដែលយើងបានកំណត់មិញបងប្អូន refresh វាតិចមកបងប្អូនឃើញទេនេះគឺមួយមិញហ្នឹងនេះមួយមិញ girl backpack baby bow messenger នេះវាចេញពាក្យពេលដែលយើងចុច publish ភ្លាមវាចេញពាក្យ no ad មកស្ទុះក្រោយមកកន្លែងហ្នឹងវានឹងចេញពាក្យ in review ក្រោយពាក្យ in review ជោគជ័យហើយវានឹងចេញពាក្យ active ឃើញទេហើយអានេះគឺសិតជា campaign ជាច្រើនទៀតដែលខ្ញុំកាន់ឲ្យ page ភ្ញៀវច្រើនហើយកន្លែងនេះវាចេញពាក្យ warning ដោយសារអាកាសចាស់របស់ខ្ញុំនេះវាផុតកំណត់ហើយខ្ញុំបានបំពេញការថ្មីហើយរបៀបបំពេញការថ្មីបងប្អូនចូលទៅក្នុង channel ខ្ញុំហើយមើលទៅខ្ញុំបានចេញវីដេអូនឹងហើយអញ្ចឹងណាហើយបងប្អូនរងចាំទៅមួយសន្ទុះក្រោយមកអា campaign មិញហ្នឹងគឺវាចេញពី active ពីមុខយ៉ាងអញ្ចឹងណាឃើញបងប្អូនឃើញទេវាចេញពី in review មួយសន្ទុះក្រោយមកគឺ review រួច active ហើយវាចាប់ដើមដើរចាប់ដើមកាត់លុយហើយចាប់ដើមទទួលភ្ញៀវនៅក្នុង page ទៅអញ្ចឹងណាហើយការទទួលភ្ញៀវក្នុង page គឺបងប្អូនអនុវត្តនៅលើកម្មវិធី Business Suite បងប្អូន download កម្មវិធី Business Suite ដើម្បីទទួលភ្ញៀវអរគុណ